នៅថ្ងៃទី2មិថុនាកម្ពុជាសម្រេចបញ្ជូនវិវាទព្រំដែនតំបន់មុំ3ប្រាសាទតាមាន់ធំតាមាន់តូចនិងតាក្របីទៅតុលាការអន្តរជាតិរដ្ឋាភិបាលកម្ពុជាថ្លែងថាករណីទាហានថ្លៃឈានពាននិងលបលួចបាញ់សម្លាប់ទាហានខ្មែរនៅតំបន់មុំ3ស្រុកជាំសានខេត្តព្រះវិហារគឺជាការវិវត្តមួយចំនួនដ៏គួរឲ្យបារម្ភនៃបញ្ហាព្រំដែនដោយមើលឃើញពីបញ្ហានេះនិងដើម្បីដោះស្រាយបញ្ហាព្រំដែននេះប្រកបទៅដោយយុត្តិធម៌មិនលំអៀងនិងយូរអង្វែងនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025រដ្ឋាភិបាលកម្ពុជាបានបញ្ជូនវិវាទនៅតំបន់ដែលមានភាពរស័ព្ទចំនួន4គឺតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅតុលាការ ICJ នៅទីក្រុងឡាអេរដ្ឋាភិបាលកម្ពុជាអះអាងថាតំបន់ទាំង4នេះនៅតែមិនទាន់ដាច់ស្រេចនិងមានភាពរស័ព្ទជាយូរយារណាស់មកហើយដែលអាចបង្កនៅភាពតានតឹងកាន់តែធ្ងន់ធ្ងរប្រសិនបើគ្មានការដោះស្រាយដោយតុលាការអន្តរជាតិទេ